សម័យកណ្ដាលអង្គរឬសម័យរុងរឿងព្រះបាទយសោវរ្ម័នទី1នឹងការកសាងក្រុងអង្គរទី1ឆ្នាំ889ដល់ឆ្នាំ910ព្រះបាទឥន្ទ្រវរ្ម័នទី1ទ្រង់ចូលទីវង្គតក្នុងឆ្នាំ889ព្រះរាជបុត្រព្រះនាមព្រះបាទយសោវរ្ម័នទី1ទ្រង់ឡើងបន្តរាជសម្បត្តិលុះទទួលរាជសម្បត្តិភ្លាមព្រះអង្គកសាងអាស្រមចំនួន100ទូទាំងប្រទេសឲ្យឈ្មោះថាយសោធរស្រមនៅឆ្នាំ893ព្រះបាទយសោវរ្ម័នទី1ទ្រង់ចាត់ឲ្យកសាងប្រាសាទលលៃនៅចំកណ្ដាលបារាយណ៍ឥន្ទ្រតដានៅសតវត្សទី9ដើម្បីឧទ្ទិសដល់ព្រះមេដាព្រះបិតានិងព្រះអយ្យកោព្រះអយ្យកាខាងព្រះមេដារបស់ព្រះអង្គបន្ទាប់មកទ្រង់យាងចេញពីហរិហរាល័យទៅកសាងរាជធានីមួយទៀតហៅថាយសោធរបុរៈដែលមានភ្នំបាខេងជាស្នូលនៅលើភ្នំបាខេងព្រះអង្គទ្រង់ចាត់ឲ្យកសាងប្រាសាទភ្នំបាខេងចុងសតវត្សទី9ជាស្នូលនៃក្រុងអង្គរទី1សម្រាប់ដង្កល់លឹងទេវរាជដើម្បីឧទ្ទិសដល់ព្រះឥសូរបន្ទាប់មកទៀតទ្រង់ឲ្យកសាងបារាយណ៍មួយនៅទិសឦសានមានឈ្មោះថាយសោធរតដាបារាយណ៍ខាងកើតដែលមានបណ្ដោយ 7000 ម៉ែត្រនិងទទឹង 1800 ម៉ែត្រក្រៅពីនេះព្រះអង្គទ្រង់ចាត់ឲ្យកសាងប្រាសាទភ្នំពីរទៀតមានប្រាង្គ3សម្រាប់ឧទ្ទិសដល់លទ្ធិត្រីមរតិមានព្រះព្រហ្មព្រះវិស្ណុនិងព្រះឥសូរនៅលើភ្នំបូកនិងភ្នំក្រោមនៅចុងសតវត្សទី9ព្រះអង្គបានផ្ដើមកសាងប្រាសាទពីរទៀតឧទ្ទិសដល់ព្រះឥសូរគឺប្រាសាទសិខរីស្វរៈលើភ្នំព្រះវិហារនិងប្រាសាទភទ្រេស្វរៈនៅលើភ្នំសណ្ដកសូមបញ្ជាក់ថាព្រះបាទយសោវរ្ម័នទី1ជាព្រះមហាក្សត្រផ្ដើមកសាងប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែកក្នុងរាជព្រះអង្គអាណាចក្រកម្ពុជាមានព្រំប្រទល់ខាងជើងជាប់នឹងចិនខាងត្បូងជាប់នឹងសមុទ្រខាងលិចជាប់នឹងភូមាខាងកើតជាប់នឹងចម្ប៉ាព្រះបាទយសោវរ្ម័នទី1មានមរណនាមថាបរមសិវលោកព្រះបាទយសោវរ្ម័នទី1ទ្រង់ចូលទីវង្គតនៅឆ្នាំ910នៃគ្រិស្តសករាជព្រះបាទយសោវរ្ម័នទី1មានបុត្រ2ព្រះអង្គដែលសោយរាជបន្តបន្ទាប់គ្នានៅរាជធានីយសោធរបុរៈព្រះរាជបុត្រព្រះនាមហស្វរ្ម័នទី1បានសោយរាជនៅឆ្នាំ910ព្រះអង្គបានកសាងប្រាសាទភ្នំតូចមួយនៅក្បែរជើងភ្នំបាខេងគឺប្រាសាទបាក់សីចាំក្រុងនៅដើមសតវត្សទី10ដើម្បីឧទ្ទិសដល់ព្រះសិវៈនិងប្រាសាទក្រវ៉ាន់ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងឆ្នាំ921ព្រះបាទជ័យវរ្ម័នទី4នឹងការលើករាជធានីទៅកោះកេរនៅក្នុងឆ្នាំ921នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី4ត្រូវជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័នទី1ទ្រង់ជ្រែករាជក្មួយរបស់ខ្លួនឯងដោយនាំយកគ្រឿងពិធីទេវរាជពីព្រះរាជវាំងយសោធរបុរៈទៅតាំងរាជធានីថ្មីនៅកោះកេរសម័យនោះឈ្មោះថាកោះកេរឬកោះកែវដែលស្ថិតក្នុងខេត្តព្រះវិហារចម្ងាយ72គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារនៅភាគឦសាននៃក្រុងអង្គរពេលនោះព្រះរាជាណាចក្រកម្ពុជាត្រូវបែងចែកចេញជាពីរអាណាចក្រគឺអាណាចក្រមួយមានរាជធានីនៅអង្គរនិងព្រះរាជាណាចក្រមួយទៀតមានរាជធានីនៅកោះកេរនៅឆ្នាំ922ព្រះបាទហស្វរ្ម័នទី1បានចូលទីវង្គតព្រះអង្គទ្រង់មានមរណនាមថារុទ្រលោកប្រទេសកម្ពុជានៅតែបែងចែកជាពីរដដែលនៅអង្គរមានស្ដេចស្របច្បាប់ឡើងសោយរាជព្រះនាមថាឥសានវរ្ម័នទី2ជាព្រះអនុជរបស់ព្រះបាទហស្វរ្ម័នទី1រីឯរាជធានីកោះកេរវិញគឺស្ដេចដែលជ្រែករាជព្រះនាមថាជ័យវរ្ម័នទី4សកម្មភាពនេះបន្តរហូតដល់ឆ្នាំ928គឺឆ្នាំដែលព្រះបាទឥសានវរ្ម័នទី2ចូលទីវង្គតព្រះអង្គទ្រង់មានមរណនាមថាបរមរុទ្រលោកព្រះបាទជ័យវរ្ម័នទី4ក៏ត្រូវរាជាភិសេកឲ្យឡើងសោយរាជជាមហាក្សត្រពេញលក្ខណៈនៅកោះកេរដើម្បីបង្ហាញឲ្យឃើញថាជាស្ដេចមានឫទ្ធានុភាពព្រះបាទជ័យវរ្ម័នទី4បានកសាងសមិទ្ធផលដែលមានលក្ខណៈធំសម្បើមនៅរាជធានីកោះកេរឆ្នាំ931ទ្រង់ចាត់ឲ្យកសាងប្រាសាទភ្នំមួយយ៉ាងធំដែលមានខឿន7ជាន់និងកម្ពស់35ម៉ែត្រប្រាសាទភ្នំនេះមានឈ្មោះថាប្រាសាទកោះកេរសម្រាប់ឧទ្ទិសថ្វាយដល់ព្រះអាទិទេពមួយអង្គព្រះនាមត្រីភូវនេស្វរៈដែលជាអាទិទេពផ្ដល់នូវសេចក្តីសុខក្នុងពិធីសក្ការៈទេវរាជជាមនុស្សលោកតម្កល់លឹងត្រីភូវនេស្វរៈក្រុមប្រាសាទកោះកេរសប្តាហ៍ថ្ងៃនេះគេបានរកឃើញប្រាសាទតូចធំជាច្រើនរហូតដល់ទៅ90ជាងប្រាសាទព្រះបាទជ័យវរ្ម័នទី4សោយរាជនៅគ្រិស្តសករាជ928ទ្រង់ចូលទីវង្គតនៅឆ្នាំ941នៃគ្រិស្តសករាជដោយមានមរណនាមថាបរមសិវបុត្រព្រះរាជបុត្រព្រះនាមហស្វរ្ម័នទី2ទ្រង់បន្តរាជសម្បត្តិព្រះអង្គទ្រង់តាំងរាជធានីនៅកោះកេរដដែលតែសោយរាជបានតែ3ឆ្នាំទ្រង់ក៏ចូលទីវង្គតព្រះអង្គមានមរណនាមថាព្រហ្មលោកព្រះបាទហស្វរ្ម័នទី2ពុំមានព្រះរាជបុត្រស្នងរាជព្រះអង្គឡើយព្រះបាទរាជាន្ទ្រវរ្ម័នទី2នឹងការវិលត្រឡប់មកយសោធរបុរៈវិញឆ្នាំ944ដល់ឆ្នាំ968ព្រះបាទរាជាន្ទ្រវរ្ម័នទី2ត្រូវជាក្មួយរបស់ព្រះបាទយសោវរ្ម័នទី
អូនស្រីរបស់យសវរ្ម័នទី1ព្រះនាមមហេន្ទ្រទេវីរៀបអភិសេកជាមួយព្រះបាទមហេន្ទ្រវរ្ម័នហើយមានបុត្រមួយព្រះអង្គព្រះនាមថារាជេន្ទ្រវរ្ម័នទី2បានឡើងសោយរាជបន្តតែព្រះអង្គមិនគង់នៅកោះកេរទៀតទេទ្រង់លើករាជធានីមកគង់នៅយសោធរបុរៈក្រុងអង្គរវិញនៅឆ្នាំ952ព្រះអង្គទ្រង់ចាត់ឲ្យកសាងប្រាសាទមេបុណ្យខាងកើតឧទ្ទិសដល់ព្រះសីវៈនៅចំកណ្ដាលបារាយយសោធរតដាឬបារាយខាងកើតដើម្បីឧទ្ទិសថ្វាយព្រះមេដាព្រះបិតាចំពោះបុព្វបុរសផ្សេងទៀតនិងចំពោះសីវលឹងនៅឆ្នាំ961ទ្រង់ចាត់ឲ្យកសាងប្រាសាទប្រែរូបប្រាសាទនៅខាងត្បូងយសោធរតដាដែលមានប្រាង្គ5ដោយប្រាសាទមេបុណ្យខាងកើតនៅប្រាង្គកណ្ដាលមានតម្កល់លឹងរាជេន្ទ្រភទ្រេស្វរៈភទ្រេស្វរៈជាព្រះឥសូរដែលគេគោរពតាំងពីសម័យចេនឡាដើមនិងនៅប្រាង្គទិសឦសានមានតម្កល់លឹងរាជេន្ទ្រវរមេស្វរៈលឹងរាជេន្ទ្រវរមេស្វរៈជាលឹងទេវរាជឯប្រាង្គឯទៀតឧទ្ទិសដល់ព្រះញាតិរបស់ព្រះអង្គក្រៅពីនេះមានប្រាសាទ2ទៀតគឺប្រាសាទបាតជុំនៅឆ្នាំ951ដើម្បីឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនាបែបពុទ្ធនិយមនិងប្រាសាទបន្ទាយស្រីឆ្នាំ967បែបព្រហ្មញ្ញសាសនានិយមដើម្បីឧទ្ទិសដល់ព្រះសីវៈចម្ងាយ25គីឡូម៉ែត្រភាគពាយព្យនៃក្រុងអង្គរធំហើយចាប់ផ្ដើមកសាងប្រាសាទភិមានអាកាសដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានិងប្រាសាទឃ្លាំងព្រមទាំងប្រាសាទតាកែវដើម្បីឧទ្ទិសដល់ព្រះសីវៈទោះបីដូចនេះក៏ដោយក៏អ្នកពុទ្ធនិយមនិងអ្នកព្រហ្មនិយមរស់នៅដោយសុខដុមរមនាជាមួយគ្នាដែរព្រះបាទរាជេន្ទ្រវរ្ម័នទី2ត្រូវបានទទួលមរតកពីចេនឡាដៃគោកនិងចេនឡាលិចទឹកផងដូច្នេះចេនឡាដៃគោកត្រូវបញ្ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាជាស្ថាពរក្នុងរាជកាលរបស់ព្រះអង្គនៅសតវត្សទី10ដែលជាហេតុធ្វើឲ្យអាណាចក្រកម្ពុជាមានវិសាលភាពធំធេងណាស់ក្នុងរាជព្រះអង្គពួកចាមពួកជ្វាតែងតែមានបំណងឈ្លានពានកម្ពុជាតែត្រូវព្រះអង្គនាំទ័ពទៅកម្ចាត់ឲ្យខ្ចាត់ខ្ចាយព្រមទាំងវាយលុកចូលប្រទេសចម្ប៉ាទៀតផងនៅក្នុងឆ្នាំ945ដល់ឆ្នាំ946ជាមួយចិនព្រះអង្គបានមានចំណងការទូតជានិច្ចព្រះបាទរាជេន្ទ្រវរ្ម័នទី2ទ្រង់ចូលទីវង្គតនៅឆ្នាំ968ព្រះអង្គទ្រង់មានមរណនាមថាសេវលោកព្រះរាជបុត្រព្រះនាមជ័យវរ្ម័នទី5ទ្រង់ឡើងសោយរាជបន្តនៅឆ្នាំ968ដោយធានាបាននូវសុខសុវត្ថិភាពជូនប្រជារាស្ត្រហើយព្រះអង្គបានកសាងបន្តពីព្រះបិតានៅប្រាសាទបន្ទាយស្រីនិងប្រាសាទភិមានអាកាសព្រះបាទជ័យវរ្ម័នទី5ចូលទីវង្គតនៅឆ្នាំ1001ហើយទ្រង់មានមរណនាមថាបរមវីរលោកក្មួយរបស់ព្រះអង្គព្រះនាមថាឧទយទិតវរ្ម័នទី1ឡើងសោយរាជបន្តតែបានតែប៉ុន្មានខែទ្រង់ក៏ចូលទីវង្គតទៅនៅឆ្នាំ1001ចាប់ពីពេលនោះមកប្រទេសជាតិបានជួបប្រទេសសង្គ្រាមស៊ីវិលរយៈពេល9ឆ្នាំភាពវឹកវរដណ្ដើមអំណាចគ្នាយករាជសម្បត្តិសោយរាជក៏កើតមានឡើងរវាងព្រះបាទជ័យវីរវរ្ម័នដែលគេមិនស្គាល់ប្រវត្តិច្បាស់បានឡើងសោយរាជនៅអង្គរពីឆ្នាំ1002ដល់ឆ្នាំ1006និងមួយអង្គទៀតព្រះនាមថាសូរ្យវរ្ម័នទី1តាំងលំនៅនៅខេត្តក្រចេះនិងខេត្តកំពង់ធំនៅចន្លោះឆ្នាំ1005និងឆ្នាំ1007ព្រះអង្គបានលើកទ័ពចូលវាយអង្គរហើយបានទទួលជោគជ័យជាស្ថាពរនៅឆ្នាំ1010ព្រះបាទសូរ្យវរ្ម័នទី1ជួបសាច់ញាតិខាងព្រះបាទឥន្ទ្រវរ្ម័នទី1និងជួបសាច់ញាតិទៅនឹងបុត្រព្រះបាទយសោវរ្ម័នទី1តាមរយៈព្រះអគ្គមហេសីរបស់ព្រះអង្គគឺព្រះនាមវីរៈលក្ស្មី